សូមជូនរឿងរនាំងចិត្តបង្ខាំងស្នេហ៍ភាគទី 6B សួស្តីអ្នកទាំងអស់គ្នាយប់មិញធ្វើការយប់ជ្រៅពេកជប់ធ្វើម៉ោង3ភ្លឺពេលដែលគូក្បាលធ្វើការនិពន្ធរឿងធ្វើឲ្យយើងភ្លេចអ្វីទាំងអស់បងអូនស្រីបែបនេះយើងជប់លៀងបន្តិចល្អទេជប់លៀងអីទៅអ្នកបងគឺជប់លៀងឲ្យភាពជោគជ័យរបស់ប្រណមនឹងហើយរងចាំកម្រងការនេះសម្រេចសិនមិនល្អជាងទេហីបងខ្ញុំមិនសូវទុកចិត្តអ្នកប្រថាត់ប្រមាណទេមិនដឹងថាគេមានផែនការលួចខំយើងពីក្រោយឬក៏អត់ដូចជាតំណែងតំណងតាមរយៈប្រណមម្នាក់ឯងនឹងចម្លែកប្រហែលជាអ្នកប្រថាត់យល់ថាប្រណមធ្វើការប៉ាកែនឹងឲ្យអ្នកស្រីផនប៉ាន់ធ្វើការប៉ាកែរហូតដល់អ្នកណាក៏ចង់ធ្វើការជាមួយដែរហើយថែមទាំងធ្វើការជាមួយគ្នាញឹកញាប់ហើយបានឃើញមុខគ្នាកាន់យ៉ាហើយនិយាយរឿងមនុស្សឆ្កួតគួរឲ្យធុញទ្រាន់ណាលោកអើយផាន់សនធុញទ្រាន់ណាស់មែនទេកូនបើអញ្ចឹងញ៉ាំអាហារវិញល្អជាងណាកូនណាអ្នកនាងណាមុនអ្នកម៉ាខ្ញុំគិតថាថ្ងៃវិស្សមការនេះនាំផាន់សនទៅដើរលេងនៅហុងកុង 3-4 ថ្ងៃទៅល្អទេកុំឲ្យខាតពេលវេលាធ្វើការរបស់ម៉ាម៉ាក់ទៅណាមិនបានទេកូនព្រោះថាបើម៉ាក់ចាប់ផ្ដើមនិពន្ធហើយម៉ាក់មិនអាចទុកវាចោលបានទេពេលខួរក្បាលរបស់ម៉ាក់ចង់ធ្វើការមិនអាចដើរលេងឬធ្វើអ្វីបានទេរងចាំ 3-4 ខែទៀតក៏បានដែរណាកូនណាអូយស្លាប់ហើយហេតុអីវិលមុខយ៉ាងនេះប្រហែលជាគេមិនគ្រប់គ្រាន់ហើយតែគេបន្តល្អជាងទៅសិនហើយតែគេបន្តវិញល្អជាងឈឺក្បាលមិនអីទេណាផាន់សនបើចង់ទៅមែននោះចាំមីងនាំទៅល្អទេអ្នកណាចង់ទៅខ្លួនឯងចាស់ណាឡៃជម្រាបសួរលោកផាន់តែមកធ្វើអីហ្នឹងមិនល្អទេប្រយ័ត្នគេដឹងគេសង្ស័យណាបានបន្តិចទៀតជួបគ្នាចាអ្នកណាគេតែមកហ្នឹងមិត្តភ័ក្ដិខ្ញុំសុំតោះណាលើកក្រោយខ្ញុំនឹងប្រាប់គេថាមិនឲ្យទេចូលផ្ទះទេមិនអីទេជាមិត្តភ័ក្ដិត្រូវតាក់ទងគ្នាអញ្ចឹងហើយចាំមិត្តភ័ក្ដិណែណាដែរមិត្តភ័ក្ដិនៅកន្លែងធ្វើការបានចាក់ខ្ញុំប្រហែលជាមិនស្គាល់ទេខ្ញុំលាសិនហើយតែបងនាំប្រាប់ថាជីវិតនេះមិនសល់អ្នកណាទៀតទេតើពិតមែនទេ អ
ដល់ហើយហ៎មកលឿនដល់ហើយនេះបើកឡានលឿនណាស់តែមែនទេបន្តិចទៀតជួបគ្នាណាអូខេណាគេហើយមិត្តភក្តិបងប្រាប់ឯងហើយមែនទេថាកុំឲ្យណាត់មនុស្សស្រីមកទីនេះចំការយើងមិនមែនសម្រាប់ឲ្យឯងនាំស្រីមកដើរលេងទេអូយបងថាត់មើលខ្ញុំក្នុងផ្លូវល្អខ្លះទៅបានទេយ៉ាងម៉េចឲ្យមើលឯងក្នុងផ្លូវល្អយ៉ាងម៉េចយ៉ាងម៉េចហើយខ្ញុំមិនដូចបងគិតទេដែលឯងត្រឡប់មកផ្ទះយប់ប្រលប់ឯងទៅធ្វើស្អីគេបើមិនមែនទៅស្ទំតន្ត្រីទេនាំស្រីដើរលេងក្នុងក្លឹបក្នុងបាររាល់ថ្ងៃនេះយើងមិនប្រកាសក្នុងចិត្តទេថាឯងចូលសាលាបើយើងមិនបខំឯងឲ្យមកធ្វើការទីនេះឯងប្រហែលជាដើរលេងអាវ៉ាសាជាងនេះទៅទៀតនៅពួនដល់ណាទៀតប៉ណំខ្ញុំមិនមែនពួនទេឃើញលោកទាំងពីរនិយាយគ្នាតើមិនហ៊ានរំខានជម្រាបសួរលោកផាន់មិននឹកស្មានថាបានជួបលោកនៅទីនេះសោះពិតជាចៃដន្យមែនតែធម្មតាលោកធ្វើការនាងមកទីនេះធ្វើអ្វីដែរខ្ញុំមកអរគុណលោកម្ដងទៀតហើយនឹងមានរឿងមកពិភាក្សាជាមួយផងដែរចេញទៅនិយាយគ្នានៅខាងក្រៅចាំជួបគ្នានៅហាងកាហ្វេឮទេណានាងស្គាល់នេះផាត់តាំងពីពេលណាចាលោកនិយាយថាម៉េចណែខ្ញុំមិនចូលចិត្តនិយាយអ្វីសាំញ៉ាំទេខ្ញុំជឿជាក់ថានាងបានស្ដាប់សំណួររបស់ខ្ញុំយ៉ាងច្បាស់តែដែលនាងមិនឆ្លើយនេះព្រោះគិតរឿងកុហកមិនទាន់តែមែនទេគឺខ្ញុំធ្លាប់សម្បល់លោកផាន់ឲ្យជួយនិយាយជាមួយលោកឬបង្កើតកម្រងការខ្ញុំគិតថាមួយចំណែកដែលលោកបានបដូរចិត្តគឺមកពីលោកផាន់តែខ្ញុំមកអរគុណគេណែនាងទៅស្និទ្ធស្នាលជាមួយនឹងនាយផាត់នេះតាំងពីពេលណាខ្ញុំឃើញអ្នកនាងណាមុនជាមិត្តស្និទ្ធស្នាលនឹងលោកផាន់ទើបខ្ញុំហ៊ានសម្បល់គេនាយផាត់ធ្លាប់ជាមិត្តស្និទ្ធស្នាលជាមួយណាមុនតែពេលនេះមិនមែនទេណែលោកមិនអាចកាត់ផ្ដាច់ភាពជាមិត្តភក្តិរបស់លោកផាត់នឹងអ្នកនាងណាមុនបានទេដូចតែនាងកាត់ផ្ដាច់ពីខ្ញុំមិនបានមែនទេលោកនិយាយថាម៉េចខ្ញុំជឿហើយថានាងនេះស្រឡាញ់ខ្ញុំមែនទើបរករឿងមកជួបខ្ញុំរាល់ថ្ងៃហើយរូបថតដែលលួចទៅនេះមិនបាច់ប្រគល់ឲ្យខ្ញុំវិញទេខ្ញុំឲ្យនាងទុកមើលពេលដែលនឹកខ្ញុំចោះណាណែខ្ញុំមិនបានលួចរូបថតរបស់លោកទេខ្ញុំយកទៅដាក់កញ្ចក់ឲ្យថ្មីអ្នកណាគេលួចរូបថតរបស់លោកនោះគិតទៅរួចអ្នកណាគេស្រឡាញ់មនុស្សដូចលោកហើយអ្នកប្រោសចិត្តអាក្រក់បងប្រុសលោកនេះពិតជាអួតខ្លួនឯងណាស្មានតែខ្លួនឯងសង្ហាអស់ចានណាស់អញ្ចឹងទើបគិតថាស្រីគេស្រឡាញ់គ្រប់គ្នានោះមិនមែនខ្ញុំម្នាក់ហើយលោកសើចអីហ្នឹង
ខ្ញុំមិនបានកុហកទេបងប្រុសរបស់លោកថាខ្ញុំស្រឡាញ់គេពិតមែនគិតបានយ៉ាងម៉េចក៏មិនដឹងទេខ្ញុំមិនមែនថានាងកុហកទេតែខ្ញុំគិតថាបងថាត់នេះលេងសើចជាមួយនាងទៅវិញទេតាមធម្មតាបងប្រុសរបស់ខ្ញុំនេះមិនដែលបែបនេះទេគេធ្វើតែការងារមិនដែលខ្វល់ពីស្រីណាទេបើគាត់មិនមែនជាសង្សារបងនិច្ឆាពីមុនមកទេខ្ញុំថាបងខ្ញុំជាខ្ទើយហើយនេះមានន័យថាបងប្រុសរបស់លោកនិងអ្នកនាងនិច្ឆាបែកគ្នាហើយតែមើលទៅពួកគេស្និទ្ធស្នាលនឹងគ្នាណាកុំតែខ្វល់អីមិនមែនជារឿងរបស់ខ្ញុំផងប៉ុន្តែដែលលោកតែហៅខ្ញុំមកជួបនេះមានការអីសំខាន់នេះនាងកំពុងតែចង់បានអានេះមិនថាអញ្ចឹងហីប្រវត្តិរបស់ប្រណមប៊ុនសើមពិតប្រកបណាមែនថាបងផាប្រកាសជានៅទីនេះបងណាជនជាតិថៃសញ្ជាតិថៃសាសនាព្រះពុទ្ធឈាមក្រប៊ីនៅខុនកែនណែនាងមិនចាំបាច់អានអស់នៅពេលនេះក៏បានដែរនេះគ្រាន់តែពីនាងយកទៅមើលនៅផ្ទះទៅនេះទោះបីជានាងជាប្រណមខុសគ្នាឆ្ងាយណាស់តែនាងអាចលាក់បាំងគេដល់សប្តាហ៍នេះខ្ញុំទុកថាល្អណាស់ទៅហើយណាអូយតែខ្ញុំក៏ខកទៅច្រើនដែរការកុហកមិនដែលមានផលល្អដល់អ្នកណាទេខ្ញុំកាន់តែកុហកប៉ុណ្ណាជីវិតរបស់ខ្ញុំកាន់តែស្មុគស្មាញទៅប៉ុណ្ណឹងខ្ញុំមិនចង់កុហកទេតែយ៉ាងហោចណាស់នាងក៏មិនកុហកខ្ញុំដែរមែនទេគ្រប់យ៉ាងដែលខ្ញុំប្រាប់លោកជាការពិតប្រាប់ការពិតតែប្រាប់មិនអស់ក៏ចាត់ទុកថាជាការកុហកដែរណាលោកក៏មិនបានប្រាប់ការពិតគ្រប់យ៉ាងដល់បងប្រុសលោកដែរហេតុអីក៏លោកមិនប្រាប់គេទៅថាលោកមិនមែនជាមនុស្សផ្ដេសផ្ដាសដោយគេគិតទេលោករៀនពូកែថែមទាំងជាប្រធានក្រុមគេទៀតផងនេះនាងកុំទៅជឿណាមុនពេកអីតែខ្ញុំជឿហេតុអីមានរឿងអីទៅមិនដឹងដែរអាចមកពីបងថាត់បខំខ្ញុំពេកទៀតដឹងការនៅតូចណាខ្ញុំត្រូវរាល់ខែគ្មានខែណាដែលបងថាត់មិនទៅជួបគ្រូទេខ្ញុំត្រូវគេដាក់ទោសមិនដឹងជាប្រមាណដងទេតែសំណាងល្អណាស់ដែលអាចចូលមហាវិទ្យាល័យបានណាក្រោយពីនោះទៅលោកគិតបាននេះខ្ញុំធុញទ្រាន់នឹងធ្វើបាបបងថាត់ហើយខ្លាចបងថាត់គាត់អាយុខ្លីព្រោះតែខ្ញុំធ្វើទៅនាំតែបាបទៅទេតែទោះបីខ្ញុំប្រែប្រួលទៅជាយ៉ាងណាបងថាត់នៅតែគិតថាខ្ញុំជាក្មេងខូចមិនបានការដដែលហ្នឹងអ្នកនាងណាមុនលោកផាន់អ្នកនាងណាមុនអ្នកនាងណាមុនកំអាទៅអ្នកនាងប្រហែលជាចម្លែកក្នុងចិត្តណាមែនទេថារៃខ្ញុំមកជាមួយលោកផាត់បានគឺអញ្ចឹងណាគឺថាលោកផាន់អូយលោកផាន់មកជួយមកផងមើល
រឿងដែលយើងណាត់ជួបគ្នានេះណាជារឿងផ្ទាល់ខ្លួនទេមិនចាំបាច់ប្រាប់នរណាទេចាខ្ញុំក៏មិនចង់ដឹងរឿងផ្ទាល់ខ្លួនរបស់អ្នកណាដែរអ្នកនាងណាមុនធ្វើសពមកឲ្យលោកផាត់មែនទេអ្នកនាងណាមុនក្រោកពីព្រលឹមធ្វើសពឲ្យលោកណាតែមើលតែបងផាត់ជាហើយមិនត្រូវការសពនេះទេខ្ញុំលាសិនហើយសុំតោដែរមករំខានអ្នកនាងណាមុនធ្វើយ៉ាងម៉េចទៅលោកផាន់អ្នកនាងណាមុនប្រកាសជាកាត់ថាយើងលួចណាត់ជួបគ្នាហើយគេយល់ត្រូវហើយលោកផាន់លោកដឹងទេថាអ្នកនាងណាមុនស្រឡាញ់លោកប៉ុណ្ណាយើងគួរមកបកស្រាយឲ្យគេយល់ណាខ្ញុំមិនចង់ឲ្យគេឈឺចាប់ទេជឿខ្ញុំទៅឲ្យឈឺចាប់ពេលនេះប្រសើរជាងឈឺចាំនៅពេលក្រោយណាលោកផាន់អ្នកនាងពិតជាអ្នកនាងមែនលោកយល់សពអាក្រក់មិនគួរជឿសោះថាយើងបានជួបគ្នាទៀតលោកចាំមនុស្សខុសហើយអ្នកនាងជប់សិនអ្នកនាងយើងជួបគ្នាលើយន្តហោះណាហើយរឿងរៀបការយ៉ាងម៉េចដែររៀបការស្អីអើយមិនគួរកុហកនោះទេបើអ្នកនាងមិនចង់និយាយជាមួយខ្ញុំប្រាប់តាមត្រង់ទៅក៏បានដែរខ្ញុំគ្មានចេតនាកុហកលោកទេនេះអ្នកនាងចាំខ្ញុំបានហើយតើមែនទេខ្ញុំក៏ចាំអ្នកនាងមិនដែលភ្លេចទេតែលើកមុនយើងចាប់ផ្ដើមមិនល្អទេយើងមកចាប់ផ្ដើមគ្នាជាថ្មីទៅណាខ្ញុំពងទេពខ្ញុំសុំទោសខ្ញុំលាសិនហើយព្រោះបញ្ញាធ្វើការជប់សិនអ្នកនាងជប់សិនអ្នកនាងមិនអីទេណាលើកនេះអ្នកនាងអាចមិនទាន់ចង់ស្គាល់មិត្តថ្មីចាំលើកក្រោយក៏បានដែរខ្ញុំជឿថាទោះជាយ៉ាងណាយើងក៏ជួបគ្នាទៀតដែរណាសុំទោសណាដែលឲ្យរងចាំចៃដន្យខ្ញុំទៅសូត្រមន្តនៅរីសតបែកញើសពេញខ្លួនទៅទងូតទឹកសិនទៅហើយថ្ងៃនេះគិតយ៉ាងម៉េចបានឲ្យអ្នកប្រថាត់មកទទួលតាមធម្មតាឃើញឯងនេះបើកឡានចេញចូលតែខ្លួនឯងហ្នឹងណោះថ្ងៃនេះខ្ញុំហត់នឿយបើកឡានខ្លួនឯងមិនរួចទេបើថាត់គេមិនពេញចិត្តមកទទួលបើឲ្យស្លាប់យ៉ាងណាក៏មកដែរប៉ាទេខ្ញុំតាំងចិត្តមកទទួលនេះឆានណាលោកយាយឃើញទេខ្ញុំនេះដឹងចិត្តថាត់បំផុតខ្ញុំមិនចង់ធ្វើជាមនុស្សស្រីប៉កែគ្រប់ពេលនោះទេណាលោកយាយត្រូវធ្វើខ្លួនជាមនុស្សស្រីតុនជ្រាយមិនធ្វើអីខ្លះទៅមនុស្សប្រុសគេចាប់អារម្មណ៍អូយលោកយាយនេះប្រយ័ត្នយើងជាកូនស្រីនិយាយអីឲ្យគិតពីកិត្តិយសខ្លួនផងណាអញ្ចឹងតើបើជាអ្នកប្រថាត់ដកខ្លួនស្ទើរតែមិនតាន់លោកយាយមានប្រសាសន៍ធ្វើដោយខ្ញុំមិនមែនជាចៅលោកយាយអញ្ចឹងថាត់ណាធ្វើឲ្យចៅលោកយាយឈឺចិត្តតាមពិតគេមិនគួរទទួលការអនុញ្ញាតឲ្យចូលផ្ទះយើងទេបានហើយរវល់តែនិយាយគ្នាដល់ហើយបញ្ញាប់ទៅប្រជុំចុះណានិយាយអញ្ចឹងថ្ងៃនេះប្រជុំនិយាយពីរឿងគម្រោងការចូលមូលនិធិដែរឬអត់និយាយពីគម្រោងការនេះយាយសូមអរគុណអ្នកប្រថាត់ដែលមើលឃើញប្រយោជន៍រួមជាងប្រយោជន៍ផ្ទាល់ខ្លួនលោកយាយគួរតែសរសើរអ្នកនាងនោមណាព្រោះតាមពិតទៅបើមិនបានអ្នកនាងនោមថាត់គេមិនបដូរចិត្តងាយទេចៅចង់និយាយពីគេមែនទេមានអារម្មណ៍ថាខ្ញុំឮឈ្មោះនាងប្រណមនេះច្រើនលើកហើយខ្ញុំចង់ឃើញមុខគេខ្លាំងណាស់នេះអ្នកនាងណាមុន
នឹងលោកផាត់មិនបាននិយាយទេខ្ញុំមិនចង់ដឹងរឿងអ្នកដទៃទេអ្នកនាងណាមុនខាងខ្ញុំមែនទេមិនមែនទេមិនខាងទេខ្ញុំដឹងណាថាអ្នកនាងណាមុនកំពុងតែខាងខ្ញុំលោកផាត់នេះគ្រាន់តែចង់កែបញ្ហាខ្លះៗឲ្យខ្ញុំតែប៉ុណ្ណោះទើបយើងណាត់ជួបគ្នាគ្មានអ្វីក្រៅពីនឹងទេគ្មានអ្វីក្រៅពីនឹងតែមកតែបងនាំនឹងលោកផាត់ស្និទ្ធស្នាលនឹងគ្នាលឿនណាស់តើតែស្គាល់គ្នាមួយថ្ងៃមិនថាអញ្ចឹងឯងយ៉ាងណាក៏មិនមែនជារឿងខ្ញុំដែរខ្ញុំមិនគួរពាក់ព័ន្ធទេអ្នកនាងណាមុនចង់ស្ដាប់ខ្ញុំនៅពេលណាប្រាប់ខ្ញុំមកចុះណាជឿខ្ញុំតែណាបើខ្ញុំមិនមែនជាមនុស្សរបស់អ្នកនាងណាមុនលោកផាត់គ្មានផ្លូវលោកដែរមកជួយខ្ញុំនោះទេលោកផាត់បារម្ភពីអ្នកនាងណាមុនខ្លាំងណាស់ណោមនាងបាត់ទៅណាពេលខ្ញុំអនុញ្ញាតឲ្យចេញក្រៅបន្តិចក៏បាត់ពីផ្ទះភ្លាមតែយ៉ាងណានាងគួរតែដឹងពីពេលវេលាបាយទឹកខ្លះផងណាខ្ញុំហៅប្រមកមិនឃើញស្ទោះហើយតើលោកស្រីមានអ្វីចង់ប្រើខ្ញុំទៅនាងទៅប្រជុំជាមួយខ្ញុំនៅថេរស្ថាប្រជុំពីកម្រងការមូលនិធិមែនទេទើបតែប្រជុំមកសល់មិញតាថ្ងៃនេះមានប្រជុំជាច្រើនរឿងគឺរឿងកម្រងការមូលនិធិនឹងដែរណាពួកគេចង់ឲ្យនាងទៅប្រជុំដែរនាងត្រូវទៅជាមួយនឹងខ្ញុំបើនាងមិនទៅទេលោកថាត់នឹងសុំដកខ្លួនវិញជាមិនខានទេតែទៅផ្លាស់សម្លៀកបំពាក់ហើយយកឯកសារមកផងណាខ្ញុំទៅចាំនៅឡានមុនទិញតែលោកស្រីនៅប៉េរូស៊ីលអូហូបើកែធ្វើការបែបនេះហត់នឿយបន្តិចហើយណានាងមេផ្ទះអ្នកណាក៏ហៅរកដែរសូម្បីតែអ្នកប្រុសនៅផ្ទះបុត្រសារវ័នក៏ចង់បាននាងទៅប្រើការដែរមានអាចកំបាំងអ្វីប្រាប់ខ្ញុំផងនាងមេផ្ទះអាចកំបាំងរបស់នាងមេផ្ទះនេះខ្ញុំប្រហែលជាយកទៅប្រើការមិនបានទេព្រោះអាចកំបាំងរបស់នាងមេផ្ទះនេះប្រើបានតែចំពោះចៅវាយប្រុសតែប៉ុណ្ណោះខ្ញុំគ្មានអាចកំបាំងអីទេក្រៅពីតាំងចិត្តធ្វើការងាររបស់ខ្លួនឯងមិនរវល់នឹងរឿងអ្នកដទៃរហូតដល់ផ្លេចតួនាទីខ្លួនឯងលោកគ្រូទំនេរណាស់មែនទេទើបមានពេលតាមដានពីការងាររបស់ខ្ញុំបើទំនេរណាស់នោះខ្ញុំផ្ញើការងារនៅទីនេះផងខ្ញុំបានសរសេរប្រាប់អស់ហើយណានេះណាអរគុណស្លាប់ហើយមិនតមានអ្នកណាមកមែនទេអើយឯងខំតែប្រញាប់ណែប្រណមនាងជួយចម្លងរបាយការណ៍ឲ្យខ្ញុំផងណាបើមានអ្វីសង្ស័យចាំសួរនៅពេលក្រោយហាមធ្វើឲ្យអ្នកប្រធានមើលងាយខ្ញុំបានដាច់ខាតចាលោកស្រីផាន់ហើយអ្នកប្រធានអាក្រក់ណាស់ដើរនិយាយគ្រប់កន្លែងថាឯងបញ្ជូនមេផ្ទះឲ្យទៅធ្វើការជំនួស
ការប៉ັດខ្ញុំមិនដែលគិតថានាងធ្វើការបានសម្រេចទេគឺខ្ញុំមិនមានន័យបែបហ្នឹងទេណាខ្ញុំគ្រាន់តែគិតថាបើអ្នកប្រុសថាត់គេឆ្លើយយល់ព្រមនោះខ្ញុំនឹងទទួលការងារនេះបន្តខ្ញុំមិនមែនឲ្យនាងទៅប្រជុំតាមខេត្តនោះទេណាអើយអ្នកប្រុសថាត់នេះអាក្រក់ណាស់ចាំតើមើលទៅខ្ញុំនឹងសងសឹកធ្វើឲ្យភ្លើងភ្នែកម្ដងជំរាបសួរជំរាបសួរអ្នកប្រុសថានជំរាបសួរហើយចុះអ្នកនាងនេះឆាមកជាមួយដែរទេកំពុងតែមកជំរាបសួរជំរាបសួរលោកស្រីនួនខែថ្ងៃនេះលោកស្រីនួនខែមកប្រជុំខ្លួនឯងមែនទេគឺនីឆាគេអូខ្ញុំមកប្រជុំជាមួយប្រណមជំរាបសួរលោកស្រីនួនខែទៅលោកស្រីនួនខែជាម្ចាស់គម្រោងការធំរបស់ទេពស្ថានណាហើយនេះគឺប្រណមមេផ្ទះប្រណមជំនួយការប្រណមបានឡើងតំណែងជាជំនួយការហើយជំរាបសួរមេផ្ទះរបស់ផ្ទះសន្តាល័យពិតជាប្រកែកមែនធ្វើតួនាទីជំនួសចវាយបានគ្រប់យ៉ាងសូម្បីតែរឿងស៊ើបការពីអត្តកម្មាំងរបស់គូប្រជែងបានមេផ្ទះប្រកែកបែបនេះមកពីណាខ្ញុំនឹងទៅរកឲ្យបាន 4-5 នាក់ដែរណាសូមអស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់រងចាំតាមដានទស្សនាភាគបន្តសូមអរគុណក៏ចេះឈឺអូនសំចិត្តបងផ្លេចថ្លៃបីគេទៅស្នេហ៍ស្រីក៏ភៀងក្តីច្រើនជាងបងសំរិនចិត្តមិនស្ដាយក្រោយដឹងហើយថាត្រូវមួមងរងស្នេហ៍គេ